សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមិនណែនាំម៉ាស៊ីនសម្រាប់វាស់សម្ពាធឈាម Amplat ដែលក្នុងវិស័យនៃម៉ាស៊ីននេះមានដូចជាតួម៉ាស៊ីនចំនួន1 កាបូសម្រាប់ដាក់ម៉ាស៊ីនចំនួន1 ខុសសម្រាប់រំដៃចំនួន1និងថ្មចំនួន4គ្រាប់ហើយនៅលើតួម៉ាស៊ីនមានប៊ូតុងចំនួន3សម្រាប់ប៊ូតុង Set គឺជាប៊ូតុងសម្រាប់បញ្ជាក់ថាបំបងចុងវាស់សម្រាប់អ្នកទី1ឬអ្នកទី2សម្រាប់ប៊ូតុងកណ្ដាលគឺជាប៊ូតុងសម្រាប់បំបងឆែកមើល memory ដែលបំបងធ្លាប់វាស់ហើយនឹងចំពោះប៊ូតុងចុងក្រោយគឺជាប៊ូតុងសម្រាប់បិទនិងបើកនៅពេលដែលបំបងប្រើប្រាស់និងឈប់ប្រើប្រាស់ចំពោះកន្លែងនេះគឺជាកន្លែងសម្រាប់ដាក់ថ្មប៉ុន្តែដោយសារតែខ្ញុំមិនដាក់រួចរាល់ហើយអញ្ចឹងខ្ញុំសូមនិយាយពីរបៀបប្រើប្រាស់ម៉ាស៊ីននេះតែម្ដងដោយដំបូងយើងធ្វើការសូកខលចូលដៃមកបងធ្វើការរឹត cuff ឲ្យណែនបន្ទាប់មកដល់ភ្ជាប់ជាមួយនឹងតួម៉ាស៊ីនហើយចុចប៊ូតុង start ហើយនៅកំឡុងពេលវាស់បងមិនត្រូវនិយាយឬធ្វើកាយវិការអ្វីទាំងអស់ចំពោះលទ្ធផលសម្ពាធឈាមរបស់ខ្ញុំគឺ11នៅលើ8គឺនៅកម្រិតធម្មតាអញ្ចឹងនៅពេលដែលបងវាស់សម្ពាធឈាមបើសិនបើលោតនៅលើអេក្រង់ពណ៌ក្រហមបញ្ជាក់ថាសម្ពាធឈាមបងឡើងខ្លាំងឬចុះខ្លាំងបើសិនជាលោតពណ៌លឿងបញ្ជាក់ថាសម្ពាធឈាមបងខ្ពស់កម្រិតមធ្យមហើយបើសិនជាលោតពណ៌បៃតងបញ្ជាក់ថាសម្ពាធឈាមបងធម្មតាអរគុណ